ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិរួមថ្នាក់ទាំងអស់គ្នានិងខ្ញុំឈ្មោះទុំសំផស្សដែលថ្ងៃនេះខ្ញុំនឹងឡើងមកបកស្រាយពីប្រធានបទសុវត្ថិភាពនៅក្នុងការិយាល័យហើយខ្ញុំមាន6 content ដូចជាតើសុវត្ថិភាពនៅក្នុងការិយាល័យគឺជាអ្វីទី2សារៈសំខាន់នៃសុវត្ថិភាពនៅក្នុងការិយាល័យទី3ប្រភេទគ្រោះថ្នាក់នៅក្នុងការិយាល័យទី4វិធានការរក្សាសុវត្ថិភាពទី5តួនាទីរបស់បុគ្គលិកនិងទី6គឺជាសេចក្តីសន្និដ្ឋានចឹងចូលមកដល់ចំណុចទី1ហ្នឹងគឺនិយាយពីតើសុវត្ថិភាពនៅក្នុងការិយាល័យគឺជាអ្វីចឹងសុវត្ថិភាពនៅក្នុងការិយាល័យគឺជាការអនុវត្តវិធានការច្បាប់ឬក៏នីតិវិធីផ្សេងៗណាមួយដើម្បីការពារបុគ្គលិកក៏ដូចជាភ្ញៀវនិងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឲ្យរួចផុតពីគ្រោះថ្នាក់ឬក៏ហានិភ័យណាមួយដែលអាចកើតមានឡើងនៅកន្លែងធ្វើការហើយចំពោះគោលបំណងរបស់វាគឺដើម្បីបង្កើតបរិយាកាសការងារឲ្យមានសុវត្ថិភាពផាសុកភាពនិងមានប្រសិទ្ធភាពដោយការបន្ថយគ្រោះថ្នាក់ដូចជាការរអិលដួលអគ្គិភ័យឬក៏ការឆក់ចរន្តអគ្គិសនីនិងបញ្ហាផ្សេងចូលដល់ចំណុចទី2គឺនិយាយអំពីសារៈសំខាន់នៃសុវត្ថិភាពនៅក្នុងការិយាល័យចឹងសុវត្ថិភាពនៅក្នុងការិយាល័យមានសារៈសំខាន់ខ្លាំងណាស់ដូចជាការពារសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិកចឹងដូចថានៅពេលណាដែលការិយាល័យមានសុវត្ថិភាពល្អបុគ្គលិកអាចធ្វើការដោយមិនបាច់បារម្ភពីគ្រោះថ្នាក់ផ្សេងឧទាហរណ៍ថាការរៀបចំខ្សែភ្លើងឲ្យមានសណ្ដាប់ធ្នាប់ល្អមានការត្រួតពិនិត្យឧបករណ៍អគ្គិសនីជាប្រចាំអាចជួយការពារការឆក់ចរន្តអគ្គិសនីនិងគ្រោះថ្នាក់ផ្សេងទៅដល់បុគ្គលិកបានចឹងវាអាចជួយកាត់បន្ថយគ្រោះថ្នាក់និងការរងរបួសនៅកន្លែងធ្វើការហើយវាក៏អាចជួយបង្កើនផលិតភាពការងារដូចថានៅពេលណាដែលបុគ្គលិកគាត់មានអារម្មណ៍ល្អឬក៏មានអារម្មណ៍ថាកន្លែងធ្វើការរបស់ខ្លួនមានសុវត្ថិភាពចឹងពួកគាត់មានទំនុកចិត្តនិងអាចផ្ដោតអារម្មណ៍ទៅលើការងាររបស់ពួកគាត់បានហើយក៏អាចជួយបង្កើនបរិយាកាសការងារឲ្យមានផាសុកភាពចឹងបរិយាកាសការងារដែលមានសុវត្ថិភាពនិងស្អាតនឹងធ្វើឲ្យបុគ្គលិកពួកគាត់មានអារម្មណ៍ងាយស្រួលក្នុងការធ្វើការមានកម្លាំងចិត្តចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍនៅក្នុងក្រុមហ៊ុននឹងថែមជាចុងក្រោយវាជួយការពារទ្រព្យសម្បត្តិនិងឯកសារសំខាន់របស់ក្រុមហ៊ុនឧទាហរណ៍ថាការបង្ការអគ្គិភ័យឬក៏ការថែទាំឧបករណ៍អគ្គិសនីឲ្យបានល្អអាចជួយកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិដូចជាកុងទ័រនៅក្នុងក្រុមហ៊ុនក៏ដូចជាឯកសារសំខាន់របស់ក្រុមហ៊ុនបានផងដែរហើយចូលមកដល់ចំណុចទី3ហ្នឹងគឺនិយាយពីប្រភេទគ្រោះថ្នាក់នៅក្នុងការិយាល័យចឹងប្រភេទគ្រោះថ្នាក់ក្នុងការិយាល័យខ្ញុំលើកឡើងមក3ក៏ដូចជាគ្រោះថ្នាក់ពីការរអិលដួលឬក៏ការរអិលអីមួយចឹងដូចថាគ្រោះថ្នាក់នេះអាចកើតឡើងដោយសារកម្រាលដែលសើមឬក៏អិចសើមដូចថានៅពេលដែលខាងអនាម័យគាត់សម្អាតឲ្យគាត់មានដាក់អីមកបញ្ជាក់ថាកន្លែងហ្នឹងនៅសើមអត់ទាន់ស្ងួតចឹងនៅពេលដែលបុគ្គលិកគាត់រត់ដឹងគាត់ដើរមកអាចនឹងមានការរអិលនឹងបង្កទៅជាមានគ្រោះថ្នាក់អីផ្សេងដល់ពួកគាត់ហើយចំពោះគ្រោះថ្នាក់ពីអគ្គិសនីហ្នឹងគឺអាចបណ្ដាលមកពីខ្សែភ្លើងខូចឬក៏ការប្រើប្រាស់ឧបករណ៍មិនត្រឹមត្រូវឬផ្ទុកសម្ភារៈណាមួយដែលវាអាចងាយឆេះហើយចំពោះគ្រោះថ្នាក់ផ្នែកសុខភាពហ្នឹងដូចថានៅពេលណាដែលបុគ្គលិកពួកគាត់ធ្វើការមួយថ្ងៃពេញរៀងយូរម៉ោងចឹងទៅអាចបង្កឲ្យពួកគាត់ទៅជាការឈឺខ្នងឈឺកឬក៏រៀងហួយភ្នែកឈឺភ្នែកអីចឹងដោយសារការអង្គុយធ្វើការយូរពេកហ្នឹងវាអាចនឹងជាប់សរសៃទៅដល់ពួកគាត់អីចឹងទៅហើយចំពោះចំណុចទី4ហ្នឹងគឺជាវិធានការរក្សាសុវត្ថិភាពចឹងដើម្បីបង្ការគ្រោះថ្នាក់ទាំងនេះយើងត្រូវអនុវត្តវិធានការសុវត្ថិភាពជាច្រើនដូចជារក្សាភាពស្អាត
និងសណ្ដាប់ធ្នាប់ក្នុងការិយាល័យហើយរៀបចំខ្សែភ្លើងនិងឧបករណ៍អគ្គិសនីឲ្យមានរបៀបរៀបរយទី3ត្រូវពិនិត្យឧបករណ៍អគ្គិសនីជាប្រចាំដើម្បីរកមើលថាមានកន្លែងណាខូចខាតឬក៏អត់អីចឹងហើយទី4គឺត្រូវដាក់បំពង់ប្រូតអគ្គិភ័យឲ្យបានច្រើនដូចថាបើសិនជាយើងមានអគ្គិចឹងយើងដាក់មួយជាន់មួយអីចឹងទៅដើម្បីវាសុវត្ថិភាពដល់បុគ្គលិកផងនិងមានសញ្ញាសុវត្ថិភាពនៅកន្លែងសមស្របណាមួយដែលបុគ្គលិកពួកគាត់អាចដឹងអាចស្គាល់បានហើយនឹងរៀបចំផ្លូវចេញពេលមានអាសន្ននិងបង្រៀនបុគ្គលិកឲ្យស្ដាប់ឲ្យស្គាល់ផ្លូវទាំងនោះហើយក៏បណ្ដុះបណ្ដាលបុគ្គលិកឲ្យដឹងអំពីវិធានការសុវត្ថិភាពជាប្រចាំផងដែរហើយចំពោះចំណុចទី5ហ្នឹងគឺជាចំពោះចំណុចទី5ហ្នឹងគឺជាតួនាទីរបស់បុគ្គលិកចឹងសុវត្ថិភាពក្នុងការិយាល័យមិនជាទំនួលខុសត្រូវរបស់តែរបស់អ្នកគ្រប់គ្រងឬក៏ក្រុមហ៊ុនតែប៉ុណ្ណោះទេប៉ុន្តែវាក៏ជាទំនួលខុសត្រូវមួយរបស់បុគ្គលិកគ្រប់រូបផងដែរចឹងបុគ្គលិកមានតួនាទីសំខាន់ដូចជាដើម្បីជួយបង្កើតនិងរក្សាបរិយាកាសការងារឲ្យមានសុវត្ថិភាពដូចជាគោរពបទបញ្ជាសុវត្ថិភាពរបស់ក្រុមហ៊ុនដូចថាបុគ្គលិកគាត់ត្រូវអនុវត្តតាមនិងបទបញ្ជាសុវត្ថិភាពដែលក្រុមហ៊ុនគាត់បានកំណត់ហើយទី2ហ្នឹងគឺការប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូវចឹងបុគ្គលិកត្រូវប្រើប្រាស់ឧបករណ៍និងសម្ភារៈការងារតាមការណែនាំរបស់ក្រុមហ៊ុនហើយទី3ហ្នឹងគឺរាយការណ៍គ្រោះថ្នាក់ភ្លាមដូចថានៅពេលណាដែលបុគ្គលិកគាត់សង្កេតឃើញថាកន្លែងណាមួយអាចវាអត់សូវស្រួលឬក៏វាអាចនឹងមានហានិភ័យតិចទៀតអីចឹងគាត់ត្រូវរាយការណ៍ទៅខាងក្រុមហ៊ុនឬក៏អ្នកគ្រប់គ្រងណាមួយចឹងទៅហើយទី4គឺជាការចូលរួមវគ្គបណ្ដុះបណ្ដាលសុវត្ថិភាពចឹងឧទាហរណ៍ថាបុគ្គលិកពួកគាត់ត្រូវចូលរួមក្នុងការបណ្ដុះបណ្ដាលសុវត្ថិភាពហ្នឹងដើម្បីហ៊ានប្រើបំពង់ប្រូតអគ្គិភ័យឬក៏ការជំនះខ្លួនពេលមានអាសន្នណាមួយចឹងទៅហើយចំពោះចំណុចទី5ហ្នឹងគឺជួយថែរក្សាបរិស្ថានការងារឲ្យមានសុវត្ថិភាពចឹងបុគ្គលិកគ្រប់រូបគាត់គួរជួយរក្សាភាពស្អាតនិងសណ្ដាប់ធ្នាប់នៅកន្លែងការងារចឹងទៅដើម្បីឲ្យក្នុងការិយាល័យយើងហ្នឹងវាស្អាតនិងមានរបៀបរៀបរយដើម្បីជួយកាត់បន្ថយហានិភ័យណាមួយបានដូចថាឧទាហរណ៍ថាការរៀបចំឯកសារនិងខ្សែភ្លើងឲ្យមានរបៀបរៀបរយចឹងទៅកុំឲ្យវាមានភាពញ៉ៃញ៉ៃហើយដូចថាវាស្អាតវា clean វាអីចឹងហើយចំណុចទី6ហ្នឹងគឺជាសេចក្តីសន្និដ្ឋានចឹងជាសរុបមកសុវត្ថិភាពក្នុងការិយាល័យគឺជាកត្តាសំខាន់មួយដែលជួយការពារបុគ្គលិកក៏ដូចជាទ្រព្យសម្បត្តិនិងធានាឲ្យការងារហ្នឹងប្រព្រឹត្តទៅដោយរលូនការអនុវត្តវិធានការសុវត្ថិភាពបានត្រឹមត្រូវអាចកាត់បន្ថយគ្រោះថ្នាក់បង្កើនផលិតភាពការងារនិងបង្កើតបរិយាកាសការងារឲ្យមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូបជាចុងក្រោយខ្ញុំអរគុណដល់លោកគ្រូនិងមករួមថ្នាក់ទាំងអស់គ្នាដែលចំណាយពេលដែលមានតម្លៃមកស្ដាប់ការបកស្រាយរបស់នាងខ្ញុំ